ស្រីដល់គ្នាអូនចឹងយើងទៅមើលហើយបន្តទៀតតទៅនឹងរូបមន្តមួយដល់កុសចឹងលេខ14នេះយើងនិយាយអំពីករណីពួកកុសចឹងពួកកុសកន្លែងនេះគឺយើងត្រូវដឹងថាយើងប្រើរូបមន្តមួយដែលយើងបានរៀននៅក្នុងមេរៀន complex ហើយគឺរូបមន្តមួយដល់កុស alpha ចឹងមួយដល់កុស alpha នេះគឺស្មើជាមួយនឹង2 sin carré alpha លើ2នេះជារូបមន្តដែលយើងប្រើប្រាស់នៅក្នុង complex ប៉ុន្តែនៅក្នុងករណីនេះគឺយើងបដូរពី alpha ទៅជា ax នេះអញ្ចឹងមានថាយើងគ្រាន់តែយើងយក a នេះលើ2ទៅបង្កើតបានជារូបមន្តរបស់យើងបាន2 sin carré a លើ2អញ្ចឹងមានន័យថាបើសិនជាករណីហ្នឹង a របស់យើងវាគូវាចែងពីដាច់ហើយបើវាសេះវាចែកពីអត់ដាច់ទេអូមកថាមិនដាច់ទេ1ដល់កុស 4x ចឹងឯដែលយើងបានទៅពេលនេះគឺ2 sin carré 2x ចឹងទៅឬក៏1ដល់កុស 10x យើងចែង2ទៅយើងបាន2 sin carré 5x ចឹងទៅឬក៏1ដល់កុសបាន 14x ជាស្មើ2 sin carré 7x ឬក៏ករណីខ្លះពិសេស1ដល់កុស 7x ចឹងទៅស្មើនឹង2 sin carré 7លើ 2x នេះលក្ខខណ្ឌដែលយើងប្រើប្រាស់នៅក្នុងរូបមន្តរបស់យើងជាក់ស្ដែងគឺបែបហ្នឹងឥឡូវយើងមកឧទាហរណ៍មួយឧទាហរណ៍ថាលំហាត់នេះគេដាក់ limit x ខិតទៅរក0នៃ1ដល់ឲ្យកុស 8x លើឲ្យ3x ការ៉េលើថនចេះគ្នាយើងជួសចូលរៀង0ដល់0ដោយសារកុស01ជាមួយដល់1 0អញ្ចឹងយើងចាប់ផ្ដើមប្រើរូបមន្តអូខេ limit x ទៅដល់0អញ្ចឹង1ដកកុស 8x ចឹងបានដូចជា2 sin ការ៉េបាទ 4x ហើយលើភាពបាយរបស់យើងគឺ 3x ការ៉េចឹងណាអញ្ចឹងកន្លែងនេះយើងត្រូវដឹងថាអានេះគ្រាន់តែជាមេគុណទេយើងអត់ត្រូវការវានៅក្នុងកន្សោមទេជាយើងអាចទាញវាចេញបានអញ្ចឹង2លើ3នេះគឺយើងអាចទាញចេញបានវាបាន2លើ3នេះហើយដល់ពេលអាកន្សោមមួយទៀតនេះគឺជាកន្សោមការ៉េកន្សោមនេះគឺជាកន្សោមការ៉េជាកន្សោមការ៉េមានន័យថាគឺយើងអាចផ្ដុំវាជាអូការ៉េរួមបានអញ្ចឹងកន្លែងនេះត្រង់កន្លែងនេះយើងអាចផ្ដុំវាទៅយើងបានជា sin 4x x បាទអូការ៉េនេះវាបានចាប៉ុន្តែនៅត្រង់កន្លែងហ្នឹងក៏យើងអាចបន្ថែមតួ a ឲ្យក៏បានដែរយើងបង្កើតឲ្យបណ្ដោយទៅជាតែប៉ុណ្្នេះយើងអាចបានចម្លើយរបស់យើងហ្នឹងអញ្ចឹង2លើ3ចាកន្សោម sin 4x លើ4ហ្នឹងវាស្មើ1ហើយអញ្ចឹងវាសល់4ការ៉េគឺ16ឬក៏ស្មើនឹង32លើឲ្យ3អូខេនេះជារូបនេះគឺជាឧទាហរណ៍សម្រាប់លំហាត់របស់យើងហើយមួយទៀតដែរបើសិនជាឧបមាថាក្នុងករណីនេះវាផ្ទុយវិញវាផ្ទុយចាកុស5x ដក1ចាហើយលើឲ្យ7x ការ៉េលើថនចេះជាងជួសចូលតដែររៀង0ដល់0តដែរតែត្រង់កន្លែងនេះបើដោយសារតែវាផ្ទុយបើសិនជាយើងចង់ត្រឡប់វាយើងគ្រាន់តែទាញដកជាកថាទៅយើងអាចត្រឡប់វាបានទេជួយបាន1ដកឲ្យកុស 5x ចេះវិញហើយលើភាពបានយើងគឺនៅតែ 7x ការ៉េដដែលជាងត្រង់កន្លែងនេះដោយសារតែវាយើងបានត្រឡប់វាហើយយើងអាចយកវាទៅប្រើរូបមន្តបានជួយបានដូចជា2បាទ sin ការ៉េ5លើ 2x ចឹងឡើយដោយសារវាចាដាច់កណ្ដាលវាចាដាច់យើងដាក់អញ្ចឹងទៅអូខេអញ្ចឹងដូចគ្នាដែរអញ្ចឹងយើងមើលទៅលើមេគុណរបស់យើងនេះដក2ជាមួយ7នេះវាគ្រាន់តែជាមេគុណទេហើយអានេះតួនេះជាមួយនឹងតួ x ការ៉េនេះយើងអាចដុំវាជាអូការ៉េរួមបានអញ្ចឹងកន្លែងនេះបន្តទៀតយើងបានដក2លើ7ជាមេគុណហើយកន្សោមនេះយើងផ្ដុំយកបានអញ្ចឹង sin បាន5លើ 2x ហើយលើភាពបាយយើងគឺបាទ x ហើយបងប្អូនថែមតួ a យើងនឹង5លើ2ហើយគុណតួខាងលើនឹង5លើ2វិញដែរអូខេហើយនៅក្នុងកន្សោម o ការ៉េអញ្ចឹងប៉ុណ្ណឹងយើងអាចកែនេះបានហើយអញ្ចឹងដក2លើ7បាទហើយគុណឲ្យ25លើឲ្យ4អញ្ចឹងយើងអាចធ្វើការសម្រួលអានេះជាមួយនេះបានហើយអញ្ចឹងសល់2ខាងក្រោមចែកអញ្ចឹងឥឡូវវាស្មើនឹង25ដកសញ្ញាដកអណ្ដាតខាងក្រោមឃើញ14ចឹងនេះគឺជាចម្លើយគឺដក25លើ14នេះឯងគឺជាចម្លើយរបស់យើងអូខេអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងគឺប៉ុណ្ណឹង
អាហ្នឹងគឺយើងអនុវត្តបានយន់ពីលេខ1រហូតដល់លេខ5នេះបានណាហើយចំពោះលេខ7លេខ8លេខ7លេខ8ដោយសារតែក្នុងករណីនេះគឺយើងឃើញទម្រង់របស់វាគឺ1ដកកុសទាំងលើទាំងក្រោមអញ្ចឹងមកឧទាហរណ៍ថាចេះ1ដកកុស20x ចុះលើពីបែងយើងគឺ1ដកឲ្យកុស 8x អញ្ចឹងអានេះយើងជួសចូលរៀង0ដល់0ដដែលណាតែដោយសារតែក្នុងករណីនេះគឺវាចូលទម្រង់រូបមន្តរបស់យើងទាំងពីរយើងប្រើរូបមន្តទាំងលើទាំងក្រោមតើអញ្ចឹងបាន2 sin ការ៉េ 10x អានេះគឺបាន2 sin ការ៉េ 4x ចាហើយនៅពេលនេះគឺយើងឃើញមេគុណរបស់យើងណាអា2នេះដោយសារវា2ដូចគ្នាយើងស្រួលចោលទៅហើយនៅពេលដែលយើងឃើញ x កាត់sin ការ៉េដូចគ្នាយើងអាចចែកវានឹង x ការ៉េបានអញ្ចឹង sin ការ៉េ 10x ចេះហើយយើងអាចចែកជាមួយនឹងបាទ x ការ៉េអញ្ចឹងណាហើយភាគបែងយើងក៏ដូចគ្នាដែរ sin ការ៉េ 4x ក៏លើឲ្យបាទ x ការ៉េដូចគ្នាដែរចឹងដោយសារតែវា x ការ៉េដូចគ្នាហើយយើងអាចធ្វើការផ្ដុំហើយធ្វើតាមទូរបស់វារៀងខ្លួនបានមានថានេះយើងបាន sin 10x លើ x ហើយយើងគុណថែមតួ10ចូលមកហើយគុណនឹង10ដែរនៅក្នុងកន្សោម o ការ៉េអានេះ1ភាគបែងដូចគ្នាអញ្ចឹងវាបាន sin 4x លើភាគបែងយើងគឺ x ជាងគុណថែម4ចូលគុណវិញនឹង4ដែរអញ្ចឹងយើងក្នុងកន្សោម o ការ៉េដូចគ្នាចាអាក្រោមនេះវាស្មើនឹង100ហើយភាគបែងយើងវានឹងស្មើនឹង16ហើយយើងសម្រួលនឹងបាននេះបើយើងស្រួលនឹង4បានអញ្ចឹងវាបានដូចជា25លើឲ្យ4នេះគឺជាចម្លើយរបស់យើងអូខេចឹងនេះគឺជារបៀបដែលយើងដោះស្រាយលេខ7លេខ8លេខ7លេខ8លេខ7និងលេខ8អូខេហើយតើតើនឹងលេខ9លេខ10លេខ11គឺប្រភេទដែលយើងជាប់រឹសចឹងប្រភេទជាប់រឹសក៏អត់មានខុសគ្នាដែរ9 10ហើយនឹង11អូខេឥឡូវមកឧទាហរណ៍គ្នាយើងមើលទម្រង់រឹសមួយទៀតចឹងលីមីតគឺទៅដល់0ហើយមកដាក់រឹសខាងក្រោមចុះ 5x ការ៉េលើភាគបែងយើងគឺ1ដកឲ្យរឹសនៃបាទកុស 6x ចឹងនឹងជួសជុលរៀង0ដល់0ដដែលហើយអូខេអានេះស្តៀងអានេះបងដូរលេខតិច6វាជាន់គ្នាចឹងបងដាក់ឲ្យបានដាក់8តោះអញ្ចឹងកន្លែងនេះដោយសារតែវាជាប់រឹសយើងដឹងហើយគ្រប់ប្រភេទដែលជាប់រឹសនៅពេលយើងធ្វើលំហាត់ដែលជាប់រឹសអីដែលយើងត្រូវធ្វើនៅពេលនេះគឺយើងគុណកន្សោមឆ្លាស់ដើម្បីបំបត្តិរឹសអញ្ចឹងកន្សោមដើមរបស់យើងគឺ1ដកឲ្យរឹសនៃបាទកុស 8x អញ្ចឹងការគុណកន្សោមឆ្លាស់គឺជាកន្សោមដែលបដូរសញ្ញាពីកន្សោមដើមអញ្ចឹងបើយើងឃើញដកយើងដាក់បូកទៅបូកនឹងកុស 8x ហើយខាងលើក៏យើងនឹងគុណនឹង1បូកឲ្យរឹសនៃបាទកុស 8x ដូចគ្នាដែរអញ្ចឹងខាងក្រោមនេះអាមួយគូដែលយើងឃើញកន្សោមឆ្លាស់ហ្នឹងគឺវានឹងចូល a ការ៉េដក b ការ៉េហើយកន្សោមដែលយើងគុណថែមមិញគឺយើងត្រូវទុកវាចោលដោយសារតែវាគឺជាកតាសល់អញ្ចឹងយើងអាចធ្វើការគុណនៅក្នុងយើងអាចធ្វើការចូលរូបមន្តបានអញ្ចឹងភាគបែងរបស់យើងវានឹងចូល a ការ៉េដក b ការ៉េអញ្ចឹង a យើង1 a ការ៉េដល់ពេល b ការ៉េយើងលើក a តួកុសលើកជាការ៉េនេះអញ្ចឹងយើងអាចដាក់បានដូចជាកុស 8x ចឹងណាអានេះបងដាក់កាន់តិចហើយនេះគឺ 5x ការ៉េនេះគឺយើងទុកចោលទៅដែរទៅហើយត្រង់កន្លែងនេះដែរអាតួនេះចាតិចអាតួដែលយើងទុកចោលនោះគឺយើងអាចគុណវានៅខាងក្រៅបាន1បូកឲ្យរឹសនៃកុស 8x មូលហេតុដោយសារតែយើងអត់ប៉ះពាល់វាទេកន្សោមសល់ហ្នឹងយើងទុកចោលនៅខាងក្រៅបានហើយយើងអាចចូលរូបមន្តបានហើយអាតួភាគបែងយើងអញ្ចឹង 5x ការ៉េហើយភាគបែងយើងវាទៅជា2 sin ការ៉េបាទ 4x គុណនឹង1បូកឲ្យរឹសនៃបាទកុស 8x អញ្ចឹងកន្លែងនេះយើងឃើញហើយថាតួណាជាមេគុណតួណាដែលយើងផ្ដុំអញ្ចឹងតួមេគុណរបស់យើងគឺ5លើ2នេះហើយតួការ៉េនេះគឺយើងផ្ដុំវាបានណាតួការ៉េនេះយើងផ្ដុំវាចូលបានអូខេអញ្ចឹងយើងទាញ5លើ2ចេញហើយការ៉េនេះយើងអាចបានជា x ពីបែរយើងគឺ sin 4x
ជាងអាចគុណថែមទូ a ហើយចាំមកគុណខាងលើនឹង4គុណបត្តិវិញនឹង1លើ4ចាអញ្ចឹងការថែមថយយើងគឺថែមថយលើក្រោមក្នុងកន្សំអូការ៉េហើយបានគុណជាមួយនឹង1ក៏ថាឲ្យរឹសនៃបាទកុស 8x អូខេអញ្ចឹងយើងបានហើយគឺ5លើ2គុណនឹងក៏ថាឲ្យ1លើ16 1លើ16ដោយសារការ៉េហើយនោះយើងបានកុស0 1អញ្ចឹងបាន2យើងអាចធ្វើការសរុប2នេះជាមួយ2នេះបានអញ្ចឹងចម្លើយចុងក្រោយរបស់យើងនៅពេលនេះគឺ5លើឲ្យ16ជាចម្លើយរបស់យើងអូខេចឹងនេះគឺយើងអនុវត្តបានហើយលំហាត់4នេះយើងអាចអនុវត្តលំហាត់នៅក្នុងអាលេខ14នេះបានហើយចឹងណាអូខេប៉ុណ្ណឹងឥឡូវយើងទៅមើលតទៀតនៅក្នុងករណី15ទី15គឺយើងឃើញតម្រងរបស់យើងនេះក៏តកតទៅនឹងកុសដូចអាមុនដែរប៉ុន្តែអីដែលខុសគ្នាត្រង់ថាកុសរបស់យើងនេះវាអត់មាន1ទេយើងកណាមាន1ទេយើងទៅប្រើលក្ខណៈហើយលក្ខណៈយ៉ាងណាគឺយើងមើលទៅលើនេះកន្លែងនេះចឹងកន្លែងនេះយើងត្រូវដឹងថារូបមន្តរបស់យើងគឺ1ដកកុសអាល់ហ្វា1ដកកុសអាល់ហ្វា1ដកឲ្យកុសអាល់ហ្វាចឹងមានន័យថាកុសហើយនឹងលេខ1នេះគឺមានសញ្ញាផ្ទុយគ្នាយើងឃើញ1នេះ1បូកតែកុសនេះកុសសញ្ញាដកចឹងវាផ្ទុយគ្នាចឹងណាផ្ទុយគ្នាចឹងបានយើងអាចចូលរូបមន្តបានហើយដល់ពេលលំហាត់ដែលយើងជួបគឺយើងមានកុសរបស់យើង1បូក1ដកកុសយើង1បូក1ដកចឹងបញ្ជាក់ប្រាប់យើងថាអញ្ចឹងបើសិនជាយើងចង់ឲ្យវាចូលរូបមន្តលុះតែយើងថែមថយលេខ1អាស្រ័យទៅលើតួកុសអញ្ចឹងកន្លែងនេះកុសបូកវាត្រូវការដក1កុសដកវាត្រូវការបូក1នៅត្រង់កន្លែងខាងមុខវាដើម្បីយើងដាក់ទៅវាចូលរូបមន្តអញ្ចឹងកលឹះរបស់វាគឺថែមថយបូកដក1នឹងឯងអញ្ចឹងបានកន្លែងនេះបានបងថែមថយគ្នាយើងឃើញដក1ជាមួយនឹងបូកកុសហើយបូក1ជាមួយនឹងដកកុសវិញមកគូគ្នាវាហ្នឹងហើយដល់ពេលយើងចាប់គូទៅយើងធ្វើលំហាត់យើងបានបាត់ហើយឥឡូវគឺយើងមើលឧទាហរណ៍ថាលំហាត់នេះមកដាក់ limit x ទៅដល់0នៃកុស 6x ដកឲ្យកុស8x ឬក៏កុស 12x ចុះឲ្យវាធំតិចទៅកុំឲ្យដាក់តូចអូខេលើ x ការ៉េចាឥឡូវ1ដក1 0អាក្រោម0ដែរតោះអញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើតាមទម្រង់លំហាត់របស់យើងអញ្ចឹងគ្នាយើងឃើញកុសនេះកុសអាមុខនេះកុសអាមុខនេះវាបូកអញ្ចឹងយើងថែមដក1វាបូកមកដាក់ដក1ហើយចាំយើងបូកឲ្យកុស 6x ដល់ពេលអាកុសនេះវាដកមកទៅថែមបូក1វិញបូក1ហើយយើងដាក់ដកឲ្យកុស 12x ហើយលំហាត់បែបយើងគឺ x ការ៉េអូខេហើយជួបបន្ទាប់យើងអាចធ្វើការចូលរូបមន្តបានហើយរូបមន្តដែលចូលដល់ពេលនេះគឺយើងមើលតាមសញ្ញាចារូបមន្តរបស់យើងគឺ1ដកកុសអាល់ហ្វាស្មើ2ស៊ីនការ៉េអាល់ហ្វាលើ2តែចំពោះតួនេះវាគឺវាផ្ទុយកណ្ណាវាផ្ទុយអញ្ចឹងឲ្យដាក់ដកទៅអញ្ចឹងយើងទាញដកជាកតាសិនក៏បានឬក៏ឲ្យដាក់យកក៏បានដែរបើយើងដាក់យកគឺស្មើនឹងដក2ស៊ីនការ៉េ 3x ជាកន្លែងនេះបើគ្នាយើងចង់ធ្វើសម្រាយយើងទាញដកជាកតាសិនទៅតែបើយើងចង់ដាក់យកគឺយើងដាក់យកដូចអញ្ចឹងបណ្ដោយក៏បានដែរតែនេះអត់ផ្ទុយទេអញ្ចឹងបាន2ស៊ីនការ៉េ 6x ហើយលើផ្បាយយើងគឺបាទ x ការ៉េតោះអញ្ចឹងតទៀតគឺយើងអាចផ្ដាច់វាជា2ហើយចូលរូបមន្តបានហើយចាំបាច់វាជា2មកដាក់គ្នាបហើយដក2អញ្ចឹងឥឡូវនេះយើងអាចដាក់មក sin 3x លើ x ដោយសារពេលនេះផ្ដាច់វាលើ x ការ៉េហើយអញ្ចឹងយើងអាចបដុំវាចូលបានហើយយើងអាចគុណតួ a យើង3គុណនឹង3ក្នុងកន្សោម o ការ៉េបូកឲ្យអានេះ2អញ្ចឹងបាន sin 6x លំហាត់បែបយើងគឺ x ជាងគុណតួ6ចូលមកគុណ6ក្នុងកន្សោម o ការ៉េដែរអូខេចុះអីដែលនៅសល់នៅពេលនេះគឺដក2គុណឲ្យ9បូក2គុណឲ្យ36ចឹងវាស្មើនឹងដក18បូកឲ្យអញ្ចឹង36 2ដងវា72បាទបូកឲ្យ72យើងគិតមើលស្មើប៉ុន្មានអញ្ចឹងវាស្មើជាមួយនឹងអានេះយើងគិតមក72ដក18ស្មើជាមួយនឹង54អូខេអញ្ចឹងចម្លើយយើងក៏ចប់ប៉ុណ្្នឹងទៅចឹងអានេះគឺនៅពេលដែលយើងធ្វើលំហាត់ពីលេខ1ដល់លេខ3គឺយើងធ្វើតាមរបៀបហ្នឹងមកអញ្ចឹងណាយើងថែមថយអញ្ចឹងទៅអូខេតោះឥឡូវយើងទៅមើលលំហាត់លេខ4លេខ5តិចលេខ4លេខ5
លេខ4លេខ5គឺជាប្រភេទលំហាត់ដែលមានកុសយើងជាប់គ្នាកុសយើងជាប់គ្នានេះផលគុណនេះចឹងកណ្ដាលចុះកុសជាប់គ្នាយើងប្រយ័ត្នជាងគេគឺការដែលយើងចូលរូបមន្តបែបនេះមកកណ្ដាលចឹងចូលរូបមន្តអត់កើតទេដោយសារវាជាប់ផលគុណនៅនៃកុសមួយតួទៀតណាchứ giờ ai thôi chẳng bán thì khi giờ thôi chẳng không hay chẳng đấy ở đây một họ nắng út thì họ thà limit ai cái đầu số này mùi đòi cố 4x cố 8x លើពីបាយយើងគឺ x ការ៉េអូខេនេះយើងជួសចូលទៅអាពីរនេះវា1និង2ហ្នឹងចឹង1គុណ1 1ចឹង1ដល់1 0ដល់0ដែរអូខេចឹងឥឡូវគឺយើងមើលរបៀបធ្វើបន្តិចតែយើងធ្វើមិននៅពេលយើងដោះស្រាយពពួកលំហាត់ប្រភេទនេះអូខេចឹងរបៀបធ្វើគឺការថែមថយតួចឹងបងបញ្ជាក់គឺយើងតិចនេះនៅត្រង់កន្លែងលេខ1នេះយើងបែងចែកជា2លេខ1ជាមួយនឹងអាតួកុសនេះអញ្ចឹងលេខ1ហ្នឹងអានេះយកមកដាក់ខាងមុខហើយកុសហ្នឹងយករុញមកដាក់ខាងក្រោយដកឲ្យកុស 4x បាទកុស 6x អូខេដំណាក់កាលទី1គឺយើងទៅដឹងកន្លែងហ្នឹងមួយចឹងដំណាក់កាលទី1ចឹងណាឥឡូវនៅពេលយើងដឹងប៉ុណ្្នឹងហើយចន្លោះកណ្ដាលនេះអានេះទៅធ្វើការថែមថយតួអីគេគឺតួកុស 4x តោះណាក៏ប៉ុន្តែអានេះថែមថយកុស 4x ក៏បានកុស 8x ក៏បានតែនេះមកដាក់ទៅកុស 4x ទៅឲ្យដឹងថាយើងកុំឲ្យពិបាកគិតថារឿងកុស 8x អានេះគិតតកុស 4x ទៅបានហើយអាមុខហ្នឹងចឹងណាតែបើសិនជាណៃចង់ថែមថយអាក្រោយក៏បានដែរដូចគ្នាតែគុំថែមថយទាំងពីរថែមដល់តែមួយតួបានហើយចឹងឥឡូវមកថែមថយដកកុស 4x ហើយបូកឲ្យកុស 4x វិញនេះយើងថែមថយបែបហ្នឹងហើយពីបែងយើងលើ x ការ៉េចឹងដល់ពេលហ្នឹងគឺយើងអាចចាប់ផ្ដើមចាប់គូវាមកគូអានេះមកគូយើងចាប់មកគូចឹងណាដើម្បីយើងអាចទាញជាកតាឲ្យចូលរួមមុនបានអូខេអញ្ចឹងកន្លែងនេះយើងឃើញកន្លែងនេះ1ដកកុស 4x ចឹងយើងដាក់មកគូឲ្យវាមក1ដកកុស 4x ហើយដល់ពេលនៅត្រង់អាមកគូទៀតគឺយើងមានកុស 4x ដូចគ្នានេះយើងទាញកុស 4x នេះជាកតាបានហើយចឹងយើងទាញកុស 4x ជាកតាមកចឹងអាមុខនេះវាសល់1អាក្រោយសល់ដកកុសបាទ 6x ចឹងវានៅសល់ប៉ុណ្ណឹងហើយលើភាពបែងយើងគឺ x ការ៉េអូខេចឹងនៅពេលហ្នឹងគឺយើងអាចចូលរួមមុនហើយយើងអាចផ្ដាច់វាជា2បានចឹងនេះបងចូលរួមមុនយើងបាន2បាទ sin ការ៉េ 2x លើភាពបែងយើងគឺ x ការ៉េបូកឲ្យបាទកុស 4x នេះយើងកុំខ្វល់លុនដោយសារហ្នឹងវាអត់0ទេពេលណាជួសកុស0វាស្មើ1ហ្នឹងចឹងយើងមិនខ្វល់ហ្នឹងឯងចឹងយើងបាន2 sin ការ៉េ 3x លើភាពបែងយើងក៏ x ការ៉េដែរអូខេចឹងដល់ប៉ុណ្ណេះយើងអាចចាប់ដើមផ្ដុំវាឲ្យថែមថយបានហើយចាពីមុខហ្នឹងបងអត់ត្រូវការទេបងរុញវាចេញអូខេដាក់វាខាងមុខទៅហើយក្នុងនេះយើងអាចដោបវាជាកន្សោមហើយយើងអាចគុណតួ a បានដែរចឹង sin 2x លើ x ជាគុណ2ចូលបាន2គុណ2ក្នុងកន្សោម o ការ៉េអូខេនេះចប់មួយអាកុស 4x នេះយើងទុកចោលទៅហើយមេគុណ2ហ្នឹងក៏រុញមកមុខតិចទៅហើយយើងអាចផ្ដុំតួ a យើងបានដែរចឹង sin 3x លើឲ្យ x ជាងគុណ3ចូលបាន3គុណ3ក្នុងកន្សោម o ការ៉េអូខេតោះប៉ុណ្ណេះយើងអាចចូលរួមមុនបានហើយចឹង2គុណឲ្យ4អានេះកុស0នេះ1យន្តចឹងមិនគិតទេចឹង2គុណឲ្យ9ចឹងស្មើនឹងអានេះ8បូកឲ្យ18ចឹងស្មើជាមួយនឹង26អូខេនេះចម្លើយរបស់យើងប៉ុណ្ណឹងចឹងលំហាត់លេខ4លេខ5គឺយើងអាចអនុវត្តប៉ុណ្ណឹងបានលេខ4ហើយនិងលេខ5អូខេចុះលេខ6បើវាច្រើនតួចឹងតែយើងធ្វើមិនអូខេយើងតាក់ទងលេខ6មកសម្រាប់គ្នាយើងដឹងតិចលេខ6វាមានដល់3តួចាកុស ax កុស bx និងកុស cx អូខេអញ្ចឹងកាលណា3តួយើងការថែមថយគឺផ្សេងពីអាមុនការថែមថយផ្សេងណាអញ្ចឹងការថែមថយនឹងទៅថែមថយច្រើនបន្តិចលេខ1ដាក់នៅខាងមុខដដែលហើយអាតួដកកុស a x កុស bx កុស cx នេះក៏យើងដាក់ខាងក្រោយដដែលដែរតែការថែមថយចន្លោះកណ្ដាលគឺរៀងច្រើនតួដោយសារនឹងទៅថែមថយចំនួន2គូជាងដំបូងយើងថែមថយមួយតួសិនថែមថយមួយតួមានថាយើងដាក់មកដកកុស ax ហើយបូកឲ្យកុស ax
ពេលយើងថែមថយ1តួហើយចាប់ដើមថែមថយ2តួម្ដងនេះយើងថែមថយ2តួចាជាងបានដកឲ្យកុស ax កុស bx ហើយយើងបូកវិញបូកឲ្យកុស ax ហើយកុស bx ចាជាងថែមថយបែបហ្នឹងពេលយើងថែមថយបែបហ្នឹងហើយយើងចាប់ដើមចាប់គូវាហ្មងចុះក្នុងនេះយើងបែងចែកជា3គូអានេះ1គូអានេះ2គូនិងអានេះ3គូអញ្ចឹងណាអញ្ចឹងយើងចាប់គូយកហ្មងចឹងយើងមើលគូទី1គូទី1អត់មានអីចាប់ទេយើងផ្ដុំយកមកចឹងបាន1ដល់ឲ្យកុស ax ដល់ពេលគូទី2យើងអាចទាញកុស ax ជាកតាអញ្ចឹងយើងបាន1ដល់ឲ្យកុស bx ជាងទាញជាកតាបានដោយសារនេះវាដូចគ្នានេះដូចគ្នាហើយដល់ពេលគូទី3យើងអាចទាញកុស ax កុស bx នេះជាកតាបានអញ្ចឹងយើងទាញកុស ax កុស bx មកចឹងបានកុស ax កុស bx ចុះនៅសល់នៅពេលនេះគឺ1ដល់ឲ្យកុស cx ចាចឹងនៅពេលហ្នឹងគឺយើងអាចធ្វើទៅតាមយើងធ្វើទៅកន្សំក្នុងកន្សំនេះទៅបានហើយហើយក្រៅហ្នឹងបាច់ខ្វល់ទេដោយសារវាអត់0ទេក្រៅ0យើងទុកចោលតែចឹងណាអានេះគឺជាទម្រង់នៃការដែលយើងកណនាហើយយើងចូលរួមមុនយើងធ្វើតាមរបៀបនេះទាំងអស់ធ្វើតាមរបៀបដែលយើងឃើញនេះទាំងអស់គ្រាន់តែអានេះវាមានដល់3តួចុះវាមានច្រើនតួជាងហ្នឹងបើមានច្រើនតួជាងហ្នឹងយើងទៅមើលរបៀបសម្គាល់ទូទៅហ្មងរបៀបសម្គាល់ទូទៅគឺទម្រង់របស់យើងគឺ1ដកនេះសម្គាល់ទូទៅគឺ1ដក AB ចាចុះ1ដក AB គឺយើងអាចបំបែកបានដូចជា1ដក A ហើយបូកឲ្យ A ក៏តាឲ្យ1ដក B នេះបើវាមានតែ2តួបើវាមានដល់3តួ1ដក ABC យើងអាចបំបែកបាន3កតាដែរតែអានេះដេញចាប់ពីតួទី1ថាចុះ1ដក A ហើយបូកឲ្យ A ក៏តាឲ្យ1ដក B ហើយដល់ពេលឡើងដល់2តួយើងបូកដល់ AB ចាហើយក៏តាឲ្យ1ដកឲ្យ C ចុះបើដល់មានដល់3តួ A B C D A B C D អូខេ A B C D ចឹងនេះយើងបាន4កតាដែរដំបូងយើងដេញធម្មតាមួយតួ1ដក A ដល់ពេល2តួ A ក៏តាឲ្យ1ដក B ដល់ពេល3តួ A B ក៏តាឲ្យ1ដក C ដល់ពេល4តួគឺ A B C D A B C ក៏តាឲ្យ1ដកឲ្យ D ហើយបើសិនជាឧទាហរណ៍ថាវាមានដល់ច្រើនតួជាងនឹង A B C D ទៅរហូតដល់ណាដល់ alpha ណាមួយចុះចឹងយើងដេញតែ1ដក A បូកឲ្យ A ក៏តាឲ្យ1ដក B បូកឲ្យ A B ក៏តាឲ្យ1ដក C បូកឲ្យ A B C ក៏តាឲ្យ1ដក D ហើយបូកទៅរហូតបូកអីគេបូកដល់ចុងក្រោយគឺ A B C D ចុចនឹងក៏តាឲ្យ1ដកឲ្យ alpha ចាអាហ្នឹងគឺបែបហ្នឹងអានេះគឺជាទម្រង់ទូទៅទម្រង់ទូទៅអូខេអូខេហើយមួយទៀតបើសិនជាគ្នាយើងចង់បានចម្លើយលឿនបងអាចដាក់ទម្រង់ឲ្យគ្នាយើងមើលបានបើយើងចង់បានចម្លើយលឿនគឺយើងអាចមើលទៅទម្រង់ចេះវិញទម្រង់វាគឺ1ដកឲ្យកុស AX កុស BX ហើយរហូតដល់កុស alpha x លើ x ការ៉េនេះគឺជាទម្រង់ទូទៅចឹងចម្លើយរបស់វាគឺស្មើច្រើនចម្លើយរបស់វាគឺស្មើជាមួយនឹង a ការ៉េលើ2បូកឲ្យ b ការ៉េលើ2បូកឲ្យ c ការ៉េលើ2ហើយបូករហូតដល់ alpha ការ៉េលើ2អានេះគឺជាចម្លើយនេះបើសិនជាគ្នាយើងចង់បានចម្លើយលឿនឬក៏ចង់ផ្ទៀងផ្ទាត់ចម្លើយយើងអាចធ្វើតាមបាទរូបមន្តនឹងបានចឹងចឹង A B C ហ្នឹងអានេះមើលតាមលំហាត់យើងជាក់ស្ដែងណាលើមកឧទាហរណ៍គ្នាយើងមើលឧទាហរណ៍ថាលំហាត់នេះចុះចឹងលំហាត់នេះ A ការ៉េរបស់យើងគឺ4ការ៉េលើ2 B យើងគឺ8ការ៉េលើ2ចឹង4ការ៉េលើ2 16ចាញ់2បាន8ការ៉េវា64ចាញ់2បាន32ចឹងគេនេះទៅឃើញ40ចុះ4ការ៉េសំខាន់អូអានេះបងដាក់ប្រធាននេះតាដាក់ប្រធាន6ទៅសេ8នេះ6ឯង6អូខេចឹង6ការ៉េចឹង6ការ៉េលើ2វា31ចាញ់2បាន18ចាចឹង18ទៅវាស្មើនឹង26ចេះបានត្រូវនេះ26
ចឹងមិញបងដាក់ប្រធាន8ដល់សេប្រធាន6តែឥឡូវយើងចម្លើយយើងនៅដដែលទេបើយើងដូរប្រធានមកវិញទៅចម្លើយយើងឃើញត្រូវហើយឧទាហរណ៍ថាអញចង់ដឹងថាអានេះស្មើប៉ុន្មានចឹងអញគិតមកអាយើង2ចឹង2ការ៉េ4លើ2បាន2 4ការ៉េ16ចែក2បាន8ណាចឹងបូកនេះទៅឃើញ10ចឹងឥឡូវស្មើ10ចឹងទៅហើយដូចគ្នាដែរ6ការ៉េ36ចែក2បាន18 2ការ៉េ4ចែក2បាន2ចឹង18បូក2បាន20ចឹងទៅចឹងណាអូខេអានេះដូចគ្នាដែរស្មើគេខ្លះ2ការ៉េលើ2 2ការ៉េ4ចែក2បាន2 4ការ៉េ16ចែក2បាន8នេះ6ការ៉េ36ចែក2បាន18ចឹងបូកគ្នាទៅស្មើ28ចឹងទៅចឹងណាអូខេចឹងនេះយើងអាចប្រើតាមវិធីហ្នឹងដើម្បីផ្ទៀងផ្ទាត់ចម្លើយបានប៉ុន្តែកុំយកវាទៅដាក់ចម្លើយយកក្នុងលំហាត់វាអត់មានបន្ទុកឲ្យគេឲ្យគ្រូចឹងណាអូខេតោះចឹងចំពោះវីដេអូ2នេះតើទៅនឹងមួយកុស14 15របស់យើងនេះគឺមានប៉ុណ្ណឹងហើយគ្នាយើងអត់ច្បាស់អីចាំចូលមើលព្យាយាមចូលមើលវីដេអូបន្ថែមទៀតអត់ហើយមិនថាតែមេរៀននេះអត់មេរៀនcomplex ដែលយើងរៀនពីមុនមកក៏ដូចគ្នាដែរតែយើងអត់ច្បាស់អាណាយើងចូលមើលតអញ្ចឹងរំលឹកឡើងវិញផងអូខេអញ្ចឹងវីដេអូនេះបញ្ចប់ប៉ុណ្ណឹង